សម្រាប់ថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកមើលពីរបៀបតសយោទឹកនៅពេលដែលវាបែកហើយយើងរកកន្លែងបាត់បើកអត់បានតែយើងធ្វើយ៉ាងម៉េចនៅក្នុងវីដេអូនេះគឺមានចម្លើយជាដំបូងគេហ្នឹងគ្រាន់តែពុកម៉ែបងប្អូនទាំងអស់គ្នាយកតយោធម្មតាមួយហ្នឹងយកមកមួលជាមួយនឹងស្កុតពណ៌សរុំតយោហើយដោតវាចូលទៅក្នុងតយោដែលបែកហ្នឹងទៅដែលយើងបានកាត់ហ្នឹងបន្តមកទៀតទឹកវានឹងហូរទៅតាមតយោហ្នឹងហើយបន្តមកទៀតយើងគ្រាន់តែយកក្បាលរមណីបិទបើកទឹកយកវាដាក់កាវដាក់អីទៅហើយយកវាញាត់ចូលទៅតាមសយោទឹកនឹងឯងធ្វើឲ្យទឹកអត់ប៉ះទៅនឹងកាវរបស់យើងប្រហែលទេហើយយើងចាប់ផ្ដើមដាក់វាបញ្ចូលទៅមកសន្ទុះក្រោយមកហ្នឹងកាវវារឹងចាំយើងដកសយោចេញប៉ុន្នេះគឺយើងអាចធ្វើការបិទបើកទឹកបានហើយយើងចាប់ផ្ដើមយកក្បាលរមណីមួយទៀតមកដាក់ពីខាងលើប៉ុន្នេះគឺរួចរាល់តែម្ដងសម្រាប់តិចនេះគឺអាចប្រើបានតែសម្រាប់ទឹកធម្មតាទេទឹកដែលអត់សូវមានកម្លាំងបុកខ្លាំងទេតែបើសិនជាទឹកដែលឆ្លងកាត់ម៉ូទ័ររុញទឹកហ្នឹងគឺអាចប្រើមិនបានផលនោះទេតែអ្នកទាំងអស់គ្នាអាចសាក